បំពន់ចំណៃឲ្យត្រីឆាប់ធំបងប្អូនអញ្ចឹងដើម្បីឲ្យត្រីរបស់យើងឆាប់ធំយើងត្រូវបំពន់ចំណៃហ្នឹងគឺបងប្អូនអាចធ្វើការផ្ដល់ចំណៃឲ្យវាស៊ីក្នុងមួយថ្ងៃច្រើនដងមួយថ្ងៃអាច3ដង4ដងឬ5ដងបាទអញ្ចឹងត្រីរបស់បងប្អូនគឺវានឹងស្ទុះធំលឿនបងប្អូនហើយជាធម្មតាតាមបទពិសោធន៍ខ្ញុំត្រីដែលចាប់ស្ទុះធំនោះគឺចាប់ពីអាយុ1ខែឡើងបាទ1ខែឡើងរៀងត្រូវបន្តិចហើយយើងបុកចំណៃទៅគឺវាឆាប់ឡើងហើយបាទឆាប់ឡើងធំហើយតកតងជាមួយនឹងការផ្ដល់ចំណីនេះបងប្អូនទាំងអស់គ្នាយើងធ្វើការផ្ដល់ចំណីច្រើនដងនៅក្នុងរដូវឬក៏នៅក្នុងអាកាសធាតុដែលវាក្តៅសមរម្យបាទយើងអត់ផ្ដល់ចំណីច្រើននៅក្នុងអាកាសធាតុត្រជាក់ទេឬក៏រដូវត្រជាក់ទេដោយសារនៅក្នុងរដូវត្រជាក់បងប្អូនទាំងអស់គ្នាបាទត្រីរបស់យើងកាពះពោះវៀនរបស់វាហ្នឹងបាទកាពះពោះវៀនវាហ្នឹងគឺมันងាយនឹងរំលាយអាហារទេបាទវាអត់ងាយនឹងរំលាយអាហារអញ្ចឹងកាលណាយើងឲ្យស៊ីណែនពោះឬក៏ឲ្យស៊ីមួយថ្ងៃបាទ2ដង3ដង4ដងអីគឺធ្វើឲ្យត្រីរបស់យើងហ្នឹងវាអាចហើមពោះបាទអាចហើមពោះអាចឈឺទៅជាប្រេះសកាក៏ដូចជាអាចឡើងផ្កាអំបិលឡើងអីចឹងទៅហើយត្រីវាអាចងាប់បានអញ្ចឹងការផ្ដល់ចំណីនេះខ្ញុំសូមបាទចែករំលែកជូនបងប្អូនក៏ដូចជាណែនាំជូនបងប្អូនយើងគួរផ្ដល់ចំណីនៅក្នុងបាទរដូវក្តៅឬក៏រដូវដែលមានអាកាសធាតុល្អប្រសើរបាទទើបយើងឲ្យចំណីវាច្រើនដងកាពះពោះវៀនវាហ្នឹងគឺវាអាចរំលាយចំណីនឹងបានបាទបើសិនជាអាកាសធាតុត្រជាក់យើងកុំអីបាទយើងកុំផ្ដល់ចំណីច្រើនដងអីមួយថ្ងៃយើងអាចផ្ដល់ម្ដងឬក៏2ថ្ងៃផ្ដល់ម្ដងអីចឹងទៅនឹងចំពោះអាកាសធាតុត្រជាក់បងប្អូនហើយអ្វីដែលខ្ញុំនិយាយនេះគឺឆ្លងកាត់បទពិសោធន៍បាទបទពិសោធន៍ត្រីឈឺត្រីងាប់អីហ្នឹងគឺឆ្លងកាត់អស់ហើយអញ្ចឹងខ្ញុំចែករំលែកជូនបងប្អូនដែលមិនទាន់ដឹងបាទចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនបាទអរគុណជួបខ្ញុំបាទវីដេអូបន្តនៅពេលក្រោយទៀត